អត្ថបទនៃភូមិសាស្ត្រនយោបាយរបស់ខ្ញុំគឺចំពេលដែលយោធាសៀមកំពុងតែក៏ក្លឿនគម្រាមនិងឈ្លានពានខ្មែរតើទីក្រុងភ្នំពេញមានមិត្តឬទេទី1តើទីក្រុងភ្នំពេញមានមិត្តឬទេហើយតើទីក្រុងភ្នំពេញដែលកំពុងតែរងគ្រោះពីការឈ្លានពានរបស់យោធាថៃមានទំនាក់ទំនងបែបណានៅក្នុងកិច្ចសហប្រតិបត្តិការជាដៃគូប្រទេសជិតខាងដើម្បីនឹងឆ្លើយតបវិបត្តិដែលភាពរំលោភឈ្លានពានរបស់សៀមមកលើអធិបតេយ្យភាពនិងបូរណភាពដែនទឹកដីនៃប្រទេសកម្ពុជាសមស្របជាមួយតើវាមានកិច្ចសហប្រតិបត្តិជាដៃគូប្រភេទណាជាមួយមីយ៉ាន់ម៉ានិងមានសហប្រតិបត្តិការជាដៃគូប្រភេទណាជាមួយនឹងម៉ាឡេស៊ីសៀមនៅមិនទាន់ហ៊ានប៉ះជាមួយឡាវទោះបីឡាវតូចជាងមែនក៏ប៉ុន្តែពួកធ្វើ content សៀមបានឆ្លើយតបនឹងអំណះអំណាងនៃ social media influencer នៅប្រទេសឡាវដែលកំពុងតែចាប់ផ្ដើមនិយាយអំពីអ្វីដែលគេចោទប្រកាន់ថាសៀមបានចម្លងយកពីគេធ្វើជារបស់ខ្លួនឯងលើទឹកជ្រលក់គ្រឿងបុកគ្រឿងញ៉ាំនិងបង្អែមមួយចំនួន Laos influencer continue to emphasize that mango sticky rice originated from Laos desert concept. At the same time, social influencer in Laos continue to show Thai viewer that Laotian food copied, modified, and claimed to be originated from Thai cuisine, which the Laos influencer try to tell their viewer that the claim is not true. អញ្ចឹងនៅក្នុងពេលដែលអ្នកវាគ្មិនសង្គមនៅក្នុង content maker នៃវាគ្មិនសង្គមបានកំពុងតែផុសផុលនៅក្នុងប្រទេសឡាវមានទឹកជ្រលក់និងចំណីអាហារជាដើមដែលឡាវនិយាយថាមិនមែនកើតមកពីចំណីអាហារថៃទេមិនមែនជាចំណីសៀមបង្អែមសៀមទេគឺជាចំណីរបស់ឡាវរួមទាំងបាយដំណើបនិងស្វាយផងដែរថ្មីត្បិតតែវាជាទំនាស់តូចតាចក្នុងមតិនៃបណ្ដាញសង្គម social media ក៏ប៉ុន្តែគេឃើញថាឡាវក៏យល់ដឹងពីចំណុចរបស់ខ្លួនក្នុងការថែរក្សាសម្បត្តិវប្បធម៌និងឧបករណ៍សង្គមធម៌របស់ខ្លួនដែរត្រឡប់មកវិញយើងក្រឡេកមើលភូមិសាស្ត្រនយោបាយយើងឃើញខាងត្បូងមីយ៉ាន់ម៉ាចាប់ផ្ដើមបង្ហាញពីភាពមិនសប្បាយចិត្តចំពោះសៀមនៅសំទោសភាគខាងជើងយើងឃើញថាខាងជើងថៃឡង់មីយ៉ាន់ម៉ាបង្ហាញភាពមិនសប្បាយចិត្តចំពោះសៀមហើយក៏យើងឃើញភាគខាងត្បូងម៉ាឡេស៊ីសម្ដែងសេចក្តីមិនសប្បាយចិត្តហើយក៏ប្រកម្មបំបីទឹកដីកំពុងតែផុសផុលនៅអាណាខេត្តភាគខាងត្បូងនៃប្រទេសថៃកត្តាដែលកំពុងផុសផុលនេះទីក្រុងភ្នំពេញប្រហែលជាកំពុងតែសង្កេតលើការអភិវឌ្ឍនេះហើយក៏ត្រូវត្រៀមលក្ខណៈចំពោះការគំរាមកំហែងដែលមិនឈប់ឈរនិងមានបំណងចង់ឈ្លានពានមកលើអធិបតេយ្យភាពបូរណភាពដែនទឹកដីនៃប្រទេសកម្ពុជានៅក្នុងអត្ថបទមួយនេះខ្ញុំនិយាយថាតើអ្វីដែលកើតឡើងនៅមីយ៉ាន់ម៉ាដែលព្រំដែនខាងជើងថៃឡង់និងអ្វីដែលកើតឡើងនៅម៉ាឡេដែលជាព្រំដែនខាងត្បូងនៃថៃឡង់និងអ្វីដែលថៃកំពុងតែបង្កហេតុនៅព្រំដែនខាងកើតជាប់នឹងកម្ពុជា800គីឡូម៉ែត្រដូចខ្ញុំបានជម្រាបលោកអ្នកហើយតែខ្ញុំគឺជាកម្ពុជាអ្នករិះគន់សូម្បីតាអាសំកុលអាស័យក៏អត់រិះគន់អីជាងខ្ញុំទេចុះហេតុដូចម្ដេចបានជាខ្ញុំងាកមកវិភាគភូមិសាស្ត្រនយោបាយពីព្រោះខ្ញុំកំពុងតែធំក្លិនថាសៀមហាក់ដូចជាក្រអឺតក្រទម
ហើយចង់បង្កការផ្ទុះអាវុធជាលើកទី3តាមបណ្ដោយព្រំដែនកម្ពុជាថៃឡង់ដោយមិនព្រមអនុវត្តនៅភាពរំទុំសំសួនជាប្រទេសជិតខាងស្វែងរកដំណោះស្រាយនិងសន្តិភាពតាមបន្ទាត់ព្រំដែនគោកនិងទឹកឡើយភាពកក្លឿនបែបនេះបណ្ដាលឲ្យខ្ញុំត្រូវងាកមកធ្វើការវិភាគភូមិសាស្ត្រនយោបាយសារជាថ្មីហើយនឹងជូនដំណឹងប្រិយមិត្តអំពីការប្រែប្រួលអ្វីដែលជាការតាក់ទងនឹងអាយុជីវិតបូរណភាពដែនទឹកដីរបស់ប្រទេសកម្ពុជា